ដួងចិត្តរបស់អ្នកគង្វាលអ្នកសាស្ត្រផិតអេហាតនៅក្នុងភូមិដ៏ស្ងប់ស្ងាត់មួយនៃប្រទេសកម្ពុជាមានក្មេងប្រុសម្នាក់ឈ្មោះសាមឿលគាត់ចូលចិត្តរត់លេងនៅវាលស្រែដ៏ខៀវស្រងាត់ហើយស្ដាប់រឿងនិទានពីអ្នកចាស់ៗលោកយាយរបស់គាត់តែងតែប្រាប់គាត់ពីរឿងរ៉ាវនៃផុតសាមឿលបានដាំគ្រាប់ពូជទាំងនោះនៅក្នុងចិត្តរបស់គាត់បានសុបិនថាថ្ងៃណាមួយគាត់នឹងចែករំលែកសេចក្តីស្រឡាញ់និងក្តីសង្ឃឹមដល់អ្នកភូមិរបស់គាត់ពេលវេលាកន្លងផុតទៅសាមឿលបានធំឡើងជាបុរសដ៏រឹងមាំម្នាក់គាត់បានសិក្សាយ៉ាងឧស្សាហ៍ដោយចងចាំនៅពាក្យសម្ដីរបស់លោកយាយរបស់គាត់ជានិច្ចដោយមានបេះដូងពោរពេញដោយក្តីស្រឡាញ់ចំពោះព្រះនៅក្នុងគ្រានៃទុក្ខសោកគាត់បាននាំមកនូវការលួងឡាញ់ក្មេងៗនៅក្នុងភូមិជាពិសេសគាត់បានបង្រៀនពួកគេឲ្យអានសរសេរនិងប្រើប្រាស់កុំព្យូទ័រដើម្បីរៀនអំពីពិភពលោកដ៏ធំទូលាយ